wow បងប្អូនខ្ញុំអត់ដែរឃើញ hot pot ណាធំចឹងឯងធំចឹងក្បាលខ្ញុំកូន10អូ wow សូមអត់និយាយទាំងអស់បងប្អូនខ្ញុំហេវខ្ញុំចង់មកធ្វើឯងខ្ញុំចង់ប្រាប់បងប្អូនថាចាខ្ញុំឃើញគេធ្វើ trend DIY មួយនោះខ្ញុំឃើញតំណមែនតែខ្ញុំចង់យកមកធ្វើញ៉ាំជាមួយនឹង hot pot របស់ខ្ញុំមួយនេះថ្ងៃនេះនិយាយរៀងត្រឡប់បន្តិចបងប្អូនដោយសារខ្ញុំហេវខ្ញុំដាក់3ប្រតិមានៃ3បន្ទះASMR បងប្អូនយើងត្រាំតែជាមួយនឹងទឹក spray ហ្នឹងជាមួយនឹងក្រូចឆ្មាហ្នឹងទុកវាបងប្អូនគេត្រាំចោលដាក់ទូកក់ប្រហែលជា2ម៉ោងតែចាយធម្មតានេះ2ម៉ោងដោយសារហេវចង់ញ៉ាំអានេះហូនអញ្ចឹងខ្ញុំទុកវា20នាទីអញ្ចឹងណាពេលអានេះឆ្អិនគឺខ្ញុំមកញ៉ាំមួយគ្នាហីអូខេអូខេបងប្អូនដាក់គ្រឿងហើយឥឡូវគឺយើងដាក់ទឹកចូលឲ្យវាពុះគេមានគំនុះគេអូខេគ្រប់ចោលអូខេបងប្អូនអញ្ចឹងឥឡូវគឺចាំអានេះ15នាទីហើយចាំតាចិញ្ចៀតដែរចាអូខេអូហេវខ្លាំងអូបងប្អូនខ្ញុំឃ្លានខ្លាំងហ្មងតែត្រឡប់ខ្ញុំគឺខ្ញុំចូលចិត្តមុនញ៉ាំអីឆ្ងាញ់ដាក់ទឹកនេះមួយសិនចង់ដឹងរសជាតិspray មានក្រូចឆ្មាក្នុងហ្នឹងហើយរៀងក្លិនតែបងប្អូនដែលសារតែហ្នឹងយើងត្រាំអត់សូវយូរអញ្ចឹងក្លិនតែរៀងតិចញ៉េបអូហល់เขาจะมีสัตว์เยอะบางปะเหนือสัตว์อ่ะเกาหลีนี่บางปะខ្ញុំសុំអត់និយាយអីណាបងប្អូនណាហេវពេកចាសុំញ៉ាំយូរតែបើហិតគេនេះរៀងទុនពេករបៀបវាអត់ស្វិតណានិយាយទៅប្រភេទ hot pot នេះបងប្អូនបើសិនជាយើងចង់ទៅ picnic ចង់អីមានម្ហូបធ្វើអីនៅក្រៅអីចឹងណាដូចបោះតង់បោះអីហ្នឹងយកទៅធ្វើញ៉ាំឆ្ងាញ់ហើយត្រូវហ្មងវាអត់ពិបាកធ្វើអីហើយលឿនទៀតតែបើសិនជាថាcompare មួយយើងទៅញ៉ាំនៅ restaurant សម្រាប់ខ្ញុំ restaurant គេមានគ្រឿងក្រៅគេមានសាក់អីច្រើនជំរើសជាងអញ្ចឹងណាបងប្អូនបើរសជាតិឆ្ងាញ់សម្រាប់ខ្ញុំឆ្ងាញ់អូយបងប្អូនច្រើនពេកខ្ញុំញ៉ាំអត់អស់ទេខ្ញុំហៅអូនមកជួយញ៉ាំសិនមកអូនis hot pot time មកចាំយូរណាថយកាមេរ៉ាមួយថ្ងៃនេះរៀងគុំក្លិនឈ្ងុយដែរអូមិនជួយមកហិចយូរ2ម៉ោងហើយបងមិនដែរអូនមិនដែរហ្នឹងតែបងនេះមានអីបងតែខាងនេះរៀងខេជំរាបបន្តិចប្រហែលជាដាក់ទឹកច្រើនហ្នឹងទៅវាហ្មងអញ្ចឹងដាក់ទឹកច្រើនជាងហ្នឹងហ៎ច្រើនជាងបន្តិចអូខេបងប្អូនពួកខ្ញុំបន្តញ៉ាំហើយអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយនឹងទៀតបើខ្ញុំមានអីប្លែកៗខ្ញុំនឹងមកបង្ហាញជូនបងប្អូនមើលនៅវីដេអូក្រោយជម្រាបលាបាយបាយ